ខានចេញចម្រៀងយូសុគន្ធនិសាចាប់ដៃរ៉ូលីនថតមកថ្មីត្រៀមចូលឆ្នាំខ្មែរមិនអោយហ្វេនខាក់ចិត្តនិយាយពីតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាងសុគន្ធនិសាស្របពេលមហាជនចាប់អារម្មណ៍ដឹងថាអ្នកនាងបានក្លាយជាតារាចម្រៀងឯករាជ្យមួយរូបឃើញថាមួយរយៈចុងក្រោយនេះអ្នកនាងហាក់អាក់ខានមិនសូវឃើញបង្ហាញស្នាដៃចម្រៀងថ្មីដូចពីមុនយ៉ាងណាមិញត្បិតតែមិនឃើញចេញស្នាដៃចម្រៀងថ្មីប៉ុន្តែតារាចម្រៀងស្រីរូបនេះក៏កំពុងក្តោបបានទីផ្សារខ្លាំងតាមរយៈការអញ្ជើញចូលរួមច្រៀងក្នុងកម្មវិធីតន្ត្រីតូចធំកម្មវិធីមង្គលនិងតាមបណ្ដាក្លឹបឬភឿតផ្សេងដោយឡែកថ្មីនេះអ្នកនាងសុគន្ធនិសាបានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីលើស្នាដៃចម្រៀងរបស់អ្នកនាងខណៈបានឃើញតារាស្រីរូបនេះបញ្ចេញមកបទចម្រៀងថ្មីមួយបទលើ Facebook ដែលជាស្នាដៃរួមគ្នាជាមួយនឹងតារាផុសជំនាញរ៉ូលីនកំពុងផ្ទុះការគាំទ្រពេញចិត្តនិងចែករំលែកខ្លាំងពីមហាជនលើបណ្ដាញសង្គមស្នាដៃមកបទចម្រៀងថ្មីរបស់អ្នកនាងសុគន្ធនិសានិងរ៉ូលីននេះដែរជាចម្រៀងត្រៀមសម្រាប់ចូលឆ្នាំខ្មែរមានចំណងជើងថាចាក់ក្រឡេកទេដែលជាចង្វាក់ប្រពៃណីបែបសប្បាយទាំងបទភ្លេងទាំងប្លង់ថតនិងការតុបតែងខ្លួនស្ទីលប្លែកស័ក្តិសមខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ